រុស្ស៊ីផ្កើនឹងការគំរាមកំហែងរបស់លោកត្រាំដោយបដិញ្ញាបន្តបញ្ជូនប្រេងទៅកាន់គុយបាក្នុងសកម្មភាពកើនខ្លាំងចំពោះចំណាត់ការរបស់ទីក្រុង Washington លើគុយបាទីក្រុង Moscow បានបដិញ្ញានឹងបន្តបញ្ជូនប្រេងទៅកាន់ប្រទេសដែនកោះមួយនេះទោះបីជាមានការគំរាមដាក់ពន្ធជាស្អុលពីសំណាក់លោក Donald Trump ក៏ដោយនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ថ្ងៃទី5ខែកុម្ភៈឆ្នាំ2026ធ្ងន់ធ្ងរលើការនាំចេញរបស់ប្រទេសណាដែលហ៊ានបញ្ជូនប្រេងទៅឲ្យគុយបាយ៉ាងណាមិញឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំគុយបាលោក Viktor Koronel នៅតែបង្ហាញចំហមិនរុនរាក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរដ្ឋ RE លោក Koronel បានបញ្ជាក់ថាការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់គុយបាមិនមែនត្រឹមតែជាទម្លាប់ដែលមានស្រាប់នោះទេប៉ុន្តែវាគឺជាយុទ្ធសាស្ត្រដែលនឹងត្រូវបន្តទៅមុខទៀតការប៉ះទង្គិចផ្នែកការទូតនេះបានកើតឡើងខណៈដែលរដ្ឋបាលលោកត្រាំបានទូលពីការប្រសម្ដីមកជាសកម្មភាពផ្ទាល់ដោយបានចាប់តាមការចរចាជាមួយក្រុមមន្ត្រីជាន់ខ្ពស់បំផុតនៅគុយបាស្របពេលដែលកំពុងរឹតបន្តឹងការនាំចូលថាមពលជុំវិញកោះនេះយុទ្ធសាស្ត្ររបស់អាមេរិកមានគោលបំណងរារាំងរាល់ការនាំចូលប្រេងទាំងអស់រួមទាំងប្រេងពីប្រទេសសម្ព័ន្ធមិត្តគឺវេណេស៊ុយអេឡាផងដែរការបិទគប់យ៉ាងខ្លាំងក្លានេះបានធ្វើឲ្យគុយបាធ្លាក់ចុះទៅក្នុងវិបត្តិយ៉ាងខ្លាំងដោយបង្កឲ្យមានការខ្វះខាតប្រេងឥន្ធនៈឡើងធ្ងន់ធ្ងរតម្លៃម្ហូបអាហារហក់ឡើងខ្ពស់និងការដាច់ចរន្តអគ្គិសនីជាច្រើនម៉ោងដែលធ្វើឲ្យសូម្បីតែរដ្ឋធានីឡាហាហ្វានក៏ត្រូវស្ថិតក្នុងភាពងឹតដែរ